សួស្តីអ្នកគ្នាលើសលេងខ្ញុំយ៉ាឌីណងទីរ៉ៃតោះយើងមកបន្តសាច់រឿងហានលីអេពីសូតទី184សាររឿងភាគនេះចាប់ផ្ដើមឡើងដោយហានលីបានដាក់សម្ពាធទៅលើប៉ៃសុជនប៉ុន្តែគណៈនឹងហានលីក៏បានដឹងថាតាមពិតទៅមានប្រតិកម្មម្នាក់ទៀតនៅពីខាងក្រៅដូច្នេះហើយគេក៏បានហៅប្រតិកម្មមកទៅលោកចង់បាក់មុខជានេះមែនទេនៅក្រៅពីហានលីចេះចាប់ឲ្យប្រតិកម្មម្នាក់នឹងក៏បានបង្ហាញខ្លួននឹងព្រមទាំងដោះសម្ពាធរបស់ហានលីដាក់ទៅលើកូនចៅរបស់គាត់ផងដែរសូមនឹងស្គាល់តិចទៅប្រតិកម្មម្នាក់នឹងមានឈ្មោះថាលូវ៉ៃយីងដែលគេគឺជាគ្រូរបស់ប៉ៃសុជនមែនតែក៏គ្មានគោលបំណងអាក្រក់ចំពោះហានលីនៅទេគ្រាន់តែចង់សាកល្បងអំពីអំណាចទេវភាពរបស់ហានលីបន្តិចតែប្រពន្ធនោះនឹងព្រមទាំងបានសុំទោសទៅកាន់ហានលីផងដែរលើពីនេះក៏មកទីកន្លែងនេះដើម្បីចង់ពិភាក្សាជាមួយនឹងហានលីក៏ប៉ុន្តែចំណាក៏ដោយទីកន្លែងនេះវាពិតជាមិនស័ក្តិសមចឹងហើយក៏បានបបួលហានលីនៅទីកន្លែងមួយផ្សេងទៀតនៅពេលដែលហានលីទំនេរដៃជាការពិតហានលីគឺមិនចង់ទៅនៅទេក៏ប៉ុន្តែប្រតិចារនិយាយថាវាគឺមានឱកាសមួយសម្រាប់ហានលីម្យ៉ាងវិញទៀតហានលីក៏ចង់ដឹងផងដែរតែប្រតិចារនេះចង់បានអ្វីឲ្យពិតប្រាកដទៅនៅក្រៅពីប្រតិចារចាក់ចេញទៅបាត់ហើយជាឃើញថាសាច់រឿងក៏បានកម្មមកដល់ទីក្រុងឋានស៊ូឯនេះវិញមុននឹងចូលមកកាន់ទីក្រុងគេត្រូវតែពិនិត្យអត្តសញ្ញាណជាមុនសិនក៏ប៉ុន្តែច្បាស់ណាស់ចំពោះអត្តសញ្ញាណរបស់ហានលីគឺគ្មានបញ្ហាអ្វីនោះឡើយហានលីបានសួរទៅកាន់អ្នកយាមតែណាគេទៅគឺជាអ្នកបន្ទុកច្បាស់ណាស់នោះគឺជាប្រតិចារអ៊ូផឹងគណៈដែលវៃប៊ូយ៉ាគាត់មានការតាណាក៏មិនដឹងដែរបន្ទាប់ពីហានលីចុះមកដល់ខាងក្នុងហើយយើងក៏បានចាប់អារម្មណ៍ជាមួយនឹងប្រតិចារម្នាក់គាត់មានឈ្មោះថាលីងហូសិននៅក្នុងកម្រិតទី4តនកាលកណ្ដាលនៅក្រោមការសន្ទនារបស់ពួកគេយើងក៏បានដឹងហើយថាទាំងប៉បេសាយបូរួមជាមួយនឹងប៉សុចរិតពេលនេះពួកគេបានចង់សម្ព័ន្ធមិត្តជាមួយនឹងគ្នាដើម្បីតែប្រឆាំងគ្នាជាមួយនឹងអំបូមូឡានខណៈនេះយើងឃើញថាប្រតិចារលូវៃជីងក៏បានធ្វើដំណើរមកដល់ហើយមិនមានតែគាត់នោះទេសូម្បីតែប្រតិចារគូនៃប៉បេសាយក៏បានធ្វើដំណើរមកជាមួយគ្នាដែរនៅក្រៅពីចូលមកហើយប្រតិចារគូក៏បានរាក់ទាក់ទៅកាន់សម្លាញ់លឹងហ៊ូប៉ុន្តែពួកគេនឹងរាក់ទាក់បែបឌឺដងគ្នានោះទេបែបថាចង់វាយគ្នាអីចឹងណាដែលឃើញតែប្រតិចារគូជីងមកដល់ក៏ដូចជាខកគេខកឯងចឹងប្រតិចារម៉ាក៏បានលូកមកដើម្បីទៅអន្តរាគមក៏ប៉ុន្តែចំណាក៏ដោយប្រតិចារលឹងហ៊ូក៏បានអរគុណទៅកាន់ប្រតិចារម៉ាចំណាមិញប្រតិចារលឹងហ៊ូគាត់នៅតែបន្តនិយាយឌឺពេលនេះសម្ព័ន្ធនគរទាំង4របស់ពួកយើងកំពុងតែប្រឈមមុខដាក់គ្នាចឹងតឹងរឹងជាមួយនឹងអំបូមូឡានសម្លាញ់គូខ្ញុំសូមណែនាំលោកណាគួរតែថែខ្លួនទៅប្រយ័ត្នងាប់អដីកប់ក៏ព្រោះតែអំបូមូឡានសម្រាប់ចោលហានលីវិញដែលឃើញថាពួកគេបានចង់សម្ព័ន្ធភាពជាមួយនឹងគ្នាក៏ប៉ុន្តែនៅតែបន្តឆ្លុះគ្នាអញ្ចឹងគិតថាប្រហែលជាសម្ព័ន្ធភាពមួយនេះដូចជាមិនបានគង់វង្សនោះទេខណៈនឹងយើងឃើញថាប្រតិចារអ៊ូផឹងក៏បានធ្វើដំណើរមកដល់ប្រាប់ដំណើរអាក្រក់ដែលនោះគឺជាភ្នំធានតៃពេលនេះក៏ត្រូវបានបំផ្លាញចោលដែលលើថានគរធានតៃត្រូវបានកំទេចចោលបែបនេះប្រតិចារគូក៏បាននិយាយឌឺក្រែងថាសម្ព័ន្ធនគរទាំង9របស់លោកអាចទប់ទល់បានរហូតដល់100ឆ្នាំមែនទេហើយអ្វីបានជាពេលនេះសូម្បីតែភ្នំធានតៃក៏ត្រូវបានកំទេចចោលយ៉ាងងាយដូចនេះមែនតែបើសិនជារងចាំរហូតដល់កម្លាំងជំនួយទៅជួយទាន់វាប្រកាសជាមិនអីនោះទេចំណាក៏ដោយវាពិតជាអកុសលខ្លាំងណាស់អំបូមមូឡានក៏បានបញ្ជាអ្នកវឹកហាត់ដែលមានសម្លៀកបំពាក់ពណ៌ខ្មៅការសម្លារបស់គេគឺពាក់ព័ន្ធជាមួយនឹងការស្រូបយកព្រលឹងជាការពិតបរិះដែលពាក់សម្លៀកបំពាក់ពណ៌ខ្មៅនឹងគ្រាន់តែជាកម្រិតទី4ដំណាក់កាលដំបូងនោះទេក៏ប៉ុន្តែការប្រយុទ្ធរបស់គេវាពិតជាចម្លែកខ្លាំងមែនទែនអីគ្រប់គ្នាទៅលើថាគឺជាអ្នកវឹកហាត់ដែលស្រូបយកព្រលឹងដូច្នេះក៏ពិតជាមានការចាប់អាវខ្លាំងមែនទែនពិតជាមិនដែលលឺនោះទេចម្លែកពេកអីហានលីដែលលឺថាគឺជាអ្នកវឹកហាត់ដែលស្រូបយកព្រលឹងមានសភាពចម្លែកដូច្នេះរូបគេក៏បាននឹកឃើញទៅដល់រឿងការពីអតីតកាលដែលនោះគឺវាដូចគ្នាទៅនឹងអ្នកវឹកហាត់ប្រមាណអ្នកដែលគេបានសម្លាប់នៅទីក្រុងហ្វឹងយៀនដែលទៅគឺពួកគេស្រូបយកព្រលឹងដូចគ្នាអញ្ចឹងផងដែរនៅក្រៅពីលឺរឿងរ៉ាវទាំងអស់នេះហើយប្រតិចារអ៊ូផឹងពិតជាមានការចាប់អាវខ្លាំងមែនទែនក៏ប៉ុន្តែចំណាក៏ដោយបើសិនជាអំបូមូឡានមានស្លឹកមានល្អចាស់បែបនេះហើយអ្វីបានជាគេមិនបញ្ចេញតាំងពីយូរណាស់មកហើយនៅក្រៅពីស្ដាប់ការរៀបរាប់បែបនេះហើយប្រតិចារអ៊ូផឹងគាត់នៅតែបន្តគិតរឿងទាំងអស់នេះវាពិតជាចម្លែកខ្លាំងណាស់មើលទៅស្ថានភាពសង្គ្រាមវាពិតជាតឹងរ៉ឹងខ្លាំងណាស់ម្យ៉ាងវិញទៀតខ្លាចថាអាចនឹងមានការលុកដៃអំពីសំណាក់ជនទី3ក៏ប៉ុន្តែពួកយើងគឺមិនទាន់ដឹងនៅឡើយនោះទេចំណាក៏ដោយសម្ព័ន្ធនគរទាំង9របស់យើងអាចត្រឹមតែប្រុងប្រយ័ត្ននិងរួមទាំងការពារទឹកដីរបស់ពួកយើងឲ្យបានគង់វង្សតែប៉ុណ្ណោះដល់លើអ៊ូផឹងនិយាយអំពីកាតព្វកិច្ចការពារទឹកដីអញ្ចឹងហើយលោកពូឡានក៏បានលើកឡើងអំពីទីតាំងរបស់ភូមិសាស្ត្ររបស់ពួកគាត់ជាការពិតសម្ព័ន្ធមេគីឋានសួគ៌របស់ពួកគាត់គឺស្ថិតនៅផ្នែកខាងត្បូងនៃសម្ព័ន្ធនគរទាំង9ម្យ៉ាងវិញទៀតហានលីទៅតែត្រឡប់មកពីទីក្រុងហ្វឹងយៀនហើយលើពីនេះទៅទៀតខ្លួនគេក៏បានប្រយុទ្ធគ្នាជាមួយនឹងជនទ្រព្យព្រលឹងទាំងអស់នោះថែមទៀតដូច្នេះហើយសម្ព័ន្ធនគរទាំង9របស់គាត់គឺស្ម័គ្រចិត្តក្នុងការដឹកនាំដើម្បីតែសម្លាប់ជនអក្ខរាវិរុទ្ធចម្លែកទាំងអស់នោះពេលនេះគ្រូទឿក៏ពិតជាការខ្លាំងមែនទែននៅក្រៅពីចេះចាប់ហើយក៏បានបោះសម្ដីទៅកាន់អ្នកទាំងអស់គ្នាណែពលលោកទាំងអស់គ្នាជាទូទៅដូចជាចេញមុខជឿនមាត់ខ្លាំងណាស់ហើយអ្វីបានជាពេលនេះសត្រូវបានមកដល់ហើយបែរជាស្ងាត់មាត់អញ្ចឹងឬមួយក៏ពួកលោកកមែនទេលើពីសម្ដីដូចនេះហើយប្រតិចារម៉ាក៏បានសាច់បន្តិចដោយឆាធ្វើឲ្យគ្រូទឿពិតជាខឹងខ្លាំងមែនទែនតែសាច់ស្អីនឹងអាកាចាមែនទែនទៅពួកគាត់គឺធ្លាប់មានបញ្ហាជាមួយគ្នាអញ្ចឹងហើយចង់ឲ្យមកចង់សម្ព័ន្ធភ្លាមអញ្ចឹងវាពិតជារឿងមួយដែលពិបាកខ្លាំងមែនទែនកន្លែងនឹងប្រតិចារអ៊ូផឹងក៏ចង់ហាមឃាត់ដែរក៏ប៉ុន្តែគ្មានអ្នកគេស្ដាប់នៅឡើយពួកគេនៅតែបន្តឆ្លុះប្រកែកគ្នាអញ្ចឹងស្របពេលដែលពួកគេកំពុងតែឆ្លុះគ្នាយើងឃើញតែប្រតិចារលីងហ៊ូក៏បានលើកបែងតែឈៀលទៅកាន់ហានលីដែលបញ្ជាក់អំពីការគោរពគ្នាទៅវិញទៅមកក៏ដូចជាការរាក់ទាក់គ្នាផងដែរនៅក្រៅពីការប្រជុំត្រូវបានបញ្ចប់ជាងឃើញថាអ្នកដើម្បីក៏បានបង្ហាញខ្លួននៅផ្នែកខាងក្រៅដែលបដាពួកគេក៏បន្តនិយាយគ្នាបដាអំពីរឿងហានបាញ់មិញនេះប្រតិចារលោកបានអរគុណទៅកាន់អ្នកភ្លើងដែលបានស្ដីឲ្យទៅកាន់ពួកអចង្រៃទាំងអស់នោះនិយាយទៅគឺពិតជាស័ក្តិសមជាមួយនឹងពួកវាខ្លាំងមែនទែនចំណាក៏ដោយអ្នកភ្លើងនៅតែរំលឹកអំពីរឿងរ៉ាវការពីអតីតកាលគឺជាពេលវេលាដែលធ្វើសង្គ្រាមជាមួយនឹងអំបូមមូឡានកាលពីដំបូងវេលាពេលនោះអំបូមមូឡានក៏បានបើកការវាយប្រហារយ៉ាងសម្រុកនិយាយទៅគឺសាហាវជាងពេលនេះទៅទៀតប៉ុន្តែនៅពេល
ពេលដែលសម្ព័ន្ធនគរទាំង9បានបញ្ជូនអ្នកខ្លាំងដើម្បីទៅជួបមុខហើយយើងឃើញថាការវាយប្រហាររបស់ពួកគេក៏បានថយចុះជាបន្តបន្ទាប់ចំណាក៏ដោយបញ្ហាសង្គ្រាមលើកនេះវាពិតជាចម្លែកខុសពីលើកមុនទៅទៀតសម្ព័ន្ធសុចរិតហើយនិងសម្ព័ន្ធមីគីបេសាយពួកគេតែងតែគិតថាលើកនេះគឺដូចលើកមុនក៏ប៉ុន្តែផ្ទុយទៅវិញវាគឺមិនដូចនោះឡើយតែឃើញស្ថានភាពគឺកាន់តែអាក្រក់អញ្ចឹងព្រឹទ្ធាចារ្យលោកក៏បានរំលឹកអំពីសម្ព័ន្ធនគរទាំង9ដែលបានប្រគល់រង្វាន់ឲ្យទៅកាន់ពួកគេនេះដែលអាចថាជាការទិញទឹកចិត្តឬមួយក៏អាចធ្វើឲ្យពួកគេកុំធ្វើរឿងណាដែលទៅតឹងទឺអសោះចំណាក៏ដោយព្រឹទ្ធាចារ្យលោកគឺមិនភ្លេចនោះទេនោះគឺជាកឹងជីងដែលហានលីពឹងឲ្យស្វែងរកនៅពេលបច្ចុប្បន្ននេះក៏កំពុងតែព្យាយាមរកឯងចំណាក៏ដោយតាមវិធីនេះប្រហែលជាវាមិនខាតបង់នោះទេគណៈពេលដែលអ្នកទាំង3កំពុងតែដើរត្រឡប់ទៅវិញហានលីក៏បានចាប់អារម្មណ៍ជាមួយនឹងធម្មពលដតេបុភាពដែលឃើញថាហានលីងាកទៅខាងក្រៅអញ្ចឹងសម្លាញ់លោកក៏បានសួរទៅអាប្អូនហានតែមានរឿងអីមែនអត់ឬបែបនេះសម្លាញ់លោកក៏ដូចជាមិនសូវសប្បាយចិត្តប្រហែលនោះទេក៏ប៉ុន្តែចំណាក៏ដោយក៏មិនបានហានទៅកាន់អាប្អូនហានដែរចំណាក៏ដោយគាត់នៅតែបន្តប្រាប់ទៅកាន់ហានលីបើសិនជាអាចជួយជាមួយនឹងបញ្ហាត្រូវចាំថាមានសិស្សបងអញគឺនៅទីកន្លែងនេះបើសិនជាអាចជួយជាមួយនឹងបញ្ហាដោះស្រាយមិនបាននោះទេគ្រាន់តែខំមួយគ្រឿងមកសិស្សបងនៅទៅជួយអញភ្លាមៗដោយគ្មានលក្ខខណ្ឌអ្វីនោះឡើយនៅក្រៅពីហានលីធ្វើដំណើរចាច់ចេញទៅហើយព្រឹទ្ធាចារ្យលោកក៏បានបង្ហាញអារម្មណ៍ជីមកខាងក្រៅឲ្យឃើញកាន់តែច្បាស់មែនតើទៅព្រឹទ្ធាចារ្យលោកខ្លាចតែហានលីប្រែចិត្តធ្វើដំណើរទៅជាមួយនឹងព្រឹទ្ធាចារ្យលីងហ៊ូវិញតែគណៈនឹងនាគភ្លើគេក៏បានព្យាយាមនិយាយលងចិត្តទៅកាន់ព្រឹទ្ធាចារ្យលោកផងដែរលោកឯងកុំភ័យអីអាប្អូនហានវាគ្រាន់តែនិយាយគ្នាជាមួយនឹងមិត្តចាំមួយផ្លែតតែប៉ុណ្ណោះប៉ុន្តែព្រឹទ្ធាចារ្យលោកក៏បានតបត្រឡប់មកវិញថាគាត់គឺមិនកើតអីនោះទេបើសិនជាហានលីចង់ត្រឡប់ទៅវិញមែនច្បាស់ណាស់គាត់ក៏មិនអាចហាមឃាត់គេបាននោះដែរនៅក្រៅពីចាក់ចេញពីនឹងហើយហានលីក៏បានធ្វើដំណើរមកជួបជាមួយនឹងព្រឹទ្ធាចារ្យលីងហ៊ូសមាជិកនៃប៉ះហងហ្វឹងដែលឃើញថាហានលីបានធ្វើដំណើរមកដល់អញ្ចឹងហើយពួកគេក៏បានធ្វើការគោរពទៅកាន់រៀមច្បងហានបន្ទាប់ពីពួកគេស្វាគមន៍ទៅកាន់រៀមច្បងហានហើយហានលីក៏បានធ្វើដំណើរមកចូលនៅផ្នែកខាងក្នុងដើម្បីទៅជួបគ្នាជាមួយនឹងព្រឹទ្ធាចារ្យលីងហ៊ូពេលនេះបើទោះបីជាព្រឹទ្ធាចារ្យលីងហ៊ូមិនទាន់និយាយក៏បិទមែនក៏ប៉ុន្តែហានលីគេក៏បានដឹងបើសិនជាលោកមានអ្វីត្រូវនិយាយគួរតែនិយាយឲ្យបានឆាប់ៗមកដែលលឿនចាព្រឹទ្ធាចារ្យលីងហ៊ូក៏មិនបានប្រកាសអ្វីនោះដែរក៏ដោយសារតែគាត់អញ្ជើញហានលីមកនេះក៏ពិតជាមានគោលបំណងពិតមែនជារឿយៗគាត់នៅតែបញ្ចូលទៅកាន់ហានលីនៅក្នុងបបបកធ្លាក់នោះមានព្រឹទ្ធាចារ្យកម្រិតទី4រហូតដល់2នាក់ណូនច្បាស់ណាស់បើសិនជាហានលីនៅតែបន្តនៅទៀតប្រកបជាគ្មានន័យអ្វីនោះទេក៏ប៉ុន្តែផ្ទុយទៅវិញបើសិនជាហានលីយល់ព្រមត្រឡប់មកប៉ះហងហ្វឹងវិញច្បាស់ណាស់តំណែងដែលជាមេប៉ះនឹងធ្លាក់ទៅលើដៃហានលីចាស់ជាមិនខាននោះឡើយជាណាក៏ដោយបន្ទាប់ពីលើពីសម្ដីទាំងអស់ហ្នឹងហើយហានលីគេក៏បានប្រកែកដោយសារតែគេគ្មានចំណារអារម្មណ៍ចំពោះការគ្រប់គ្រងបកនោះទេសម្រាប់គេផ្ទាល់គ្រាន់តែអាចរស់នៅដោយស្ងប់ស្ងាត់ដើម្បីតែធ្វើខាតខ្លួនឯងឆ្ពោះទៅរកភាពអមតៈទៅគឺវាគ្រប់គ្រាន់ហើយលើពីនេះទៅទៀតនៅប៉ះបបោកធ្លាក់មានបងប្អូនហានលីរហូតដល់2នាក់ឯណោះបើសិនជាហានលីមានបញ្ហាច្បាស់ណាស់ពួកគាត់ប្រកាសជាលោកដៃជួយមែនតើទៅកន្លែងហ្នឹងព្រឹទ្ធាចារ្យលឹងហ៊ូពិតជាខំព្យាយាមអូសទាញហានលីខ្លាំងមែនតើក៏ប៉ុន្តែចំណាក៏ដោយជំរឿរបស់ហានលីគេនៅតែស័យថាណូជាចុងក្រោយដោយសារតែគាត់អូសទាញហានលីឲ្យត្រឡប់មកប៉ះហងហ្វឹងវិញអត់បាននោះទេអញ្ចឹងហើយគាត់ក៏បានបកគលនៅវត្ថុចំនួន3ឲ្យទៅកាន់ហានលីចំណាមិញរបស់ទាំង3នេះគឺវាមិនហ្វ្រីនោះទេព្រឹទ្ធាចារ្យលីងហ៊ូបានដាក់សំណើទៅកាន់ហានលីឲ្យជួយស្គ្រូភ្នំហងហ្វឹងចំនួន3ដងបើសិនជាភ្នំហងហ្វឹងជួបជាមួយនឹងបញ្ហាផ្សេងសូមណែនាំស្គាល់បន្តិចទៅអារបាំងមួយនេះគឺជារបាំងការពារវាអាចការពារធម្មពលឈីបូករួមជាមួយនឹងធម្មពលវិញ្ញាណបានយ៉ាងល្អនៅក្នុង10តូចនេះវិញវាគឺជាស្នូរបស់បិសាចកម្រិតទី7ហើយចុងក្រោយវាគឺជាអរិយនៃការបំភាន់នៅក្រៅពីលើលក្ខខណ្ឌបែបនេះហើយហានលីគេក៏បានគិតមិនតិចក៏ប៉ុន្តែចុងក្រោយគេក៏បានយល់ព្រមតែបែបនេះក្តីហានលីគេអាចជួយសង្គ្រោះបាននៅក្នុងលក្ខខណ្ឌដែលអាចទៅរួចតែប្រពន្ធនោះបើសិនជាលក្ខខណ្ឌដែលគេមិនអាចធ្វើបាននោះទេច្បាស់ណាស់គេក៏មិនលោកដៃដូចគ្នាបន្ទាប់ពីគិតហើយហានលីគេក៏បានបកគលក្បួននៃការបង្កើតចំនួន3ឲ្យទៅកាន់ព្រឹទ្ធាចារ្យលីងហ៊ូដើម្បីទៅទុកប្រើប្រាស់ច្បាស់ណាស់បើសិនជាថ្ងៃណាមួយប៉ះហងហ្វឹងមានបញ្ហាគ្រាន់តែប្រើក្បួននេះទៅគេហានលីប្រកាសជាបានដឹងហើយបន្ទាប់ពីអ្នកទាំងពីរនិយាយគ្នាចាំស្ដាប់គ្រប់អស់ហើយហានលីក៏បានធ្វើដំណើរចាក់ចេញមកដល់ទីកន្លែងមួយផ្សេងទៀតកន្លែងហ្នឹងគឺអត់មានកន្លែងណាឆ្ងាយនោះទេគឺស្ថិតនៅក្នុងទីក្រុងឋានសួគ៌តដែលនឹងឯងក៏ប៉ុន្តែទីកន្លែងនេះវាពិតជាអាចកំបាំងខ្លាំងមែនតើហើយបន្ទាប់ពីហានលីធ្វើដំណើរចូលមកដល់ផ្នែកខាងក្នុងហើយយើងឃើញថាព្រឹទ្ធាចារ្យលូវីជីងគេក៏បានបង្ហាញខ្លួននិងព្រមទាំងបានទៅសារទៅកាន់ហានលីផងដែរតែគេពិតជាមនុស្សដែលគោរពសម្ដីពិតមែនហានលីវិញតែឃើញបែបនេះគេក៏បានសួរទីនេះគឺជាទីក្រុងឋានសួគ៌ក៏ប៉ុន្តែលោកបានជាបង្កើតក្បួនលំហនៅទីកន្លែងនេះតើលោកបានលាក់អ្វីនៅទីកន្លែងនេះទៅភ្លាមសំឡេងមួយគេក៏បានបន្លឺឡើងវាហាក់បីដូចជាធ្លាប់បានស្គាល់អំពីសំឡេងមួយហ្នឹងលបងលោកតែគិតមិនដែរចំពោះសំឡេងហាននេះមើលតែគេទៅដូចជាមិនមែនជាអ្នកវឹកហាត់កម្រិតទី4ធម្មតាទេមែនទេលឺនៅសំឡេងធ្វើឲ្យហានលីពិតជាមានការភ្ជាប់ផ្អើលនៅក្រៅពីបង្ហាញរូបរាងពិតហានលីក៏កាន់តែភ្ជាប់ផ្អើលមួយតង់ទៀតដែរតាមពិតទៅនេះគឺជាសំឡេងណាន់ឡុងហានលីពិតជាមានការភ្ជាប់ផ្អើលខ្លាំងមែនទែនមិនគួរណាឃើញលោកនៅទីកន្លែងនេះនោះទេមែនទែនទៅមិនមានតែហានលីនោះទេដែលមិនគួរជឿនោះសូម្បីតែព្រះអង្គម្ចាស់ណាន់ឡុងផ្ទាល់ក៏មិនគួរជឿតែខ្លួនគាត់នេះអាចរស់រានមានជីវិតដែរចំណាក៏ដោយហានលីនៅតែមានការងើយឆ្ងល់ហើយអ្វីបានជាលោកមិនទៅរូងភ្នំរបស់លោកដើម្បីព្យាបាលរបួសបែរជាមកទីក្រុងឋានសួគ៌ដូច្នេះព្រះម្ចាស់ណាន់ឡុងវិញគេក៏បានប្រាប់អាប្អូនហានផាជាមិនទាន់ដឹងនោះទេពួកយើងទាំងពីរគឺស្ថិតនៅក្នុងបញ្ជីសម្រាប់របស់បវិញ្ញាណខ្មោចហើយចំណាមិញព្រះម្ចាស់ណាន់ឡុងក៏បានលើកឡើងអំពីវងធានគូដែលគេបានរៀបចំផែនការបានចឹងល្អក៏ប៉ុន្តែចុងក្រោយនៅទៅស៊ីអាចឆ្កែតែគ្មានបានប្រយោជន៍ស្អីនោះទេហើយលើពីនេះទៅទៀតមានតែពួកយើងនៅទេទៅទទួលបានកំណប់ទ្រព្យរបស់ព្រឹទ្ធាចារ្យឆាងខុនភ្លាមព្រះអង្គម្ចាស់ណាន់ឡុងក៏បានដកចេញនៅផែនទីចន្លងភ្នំបិសាចធ្លាក់ដែលនេះគឺជាកំណប់ទ្រព្យ
ប់ដែលគាត់ទទួលបានចំណាក៏ដោយមានតែផែនទីគឺវាមិនគ្រប់គ្រាន់នោះទេគាត់គឺត្រូវការរបស់មួយចំនួនដើម្បីអាចចូលទៅទីនោះបានចឹងហើយ Hanley គេក៏បានសួរអ្វីដែលលោកត្រូវការនោះគឺជាចិញ្ចៀនពណ៌ខ្មៅនឹងមែនទេដល់លើបែបនេះព្រះអង្គម្ចាស់ណាឡុងពិតជាមិនអាចលាក់បាំងនូវភាពសប្បាយរីករាយនៅក្នុងចិត្តរបស់គាត់បាននោះឡើយច្បាស់ណាស់វាគឺជាចិញ្ចៀនពណ៌ខ្មៅនឹងឯង Hanley ដែលដឹងថាវានេះគឺជារបស់សំខាន់ចឹងហើយគេក៏បានសួរចិញ្ចៀននេះវាគឺជាអ្វីដែលទៅតែឯងខ្ញុំដឹងអំពីព័ត៌មានរបស់វាបានដែរឬមួយក៏អត់មែនតើចិញ្ចៀនពណ៌ខ្មៅនេះវាពិតជាអាចកំបាំងខ្លាំងណាស់ហើយវាត្រូវបានបង្កើតចេញមកពីអាចផ្កាយដ៏អាចកំបាំងមួយជាការពិតចំពោះចិញ្ចៀននឹងគឺមានចំនួន2ទី1គឺជាចិញ្ចៀនយីងហើយទី2វិញគឺជាចិញ្ចៀនយ៉ាងដែលវាពិតជាមិនអាចខ្វះគ្នាបាននោះឡើយជាទូទៅចិញ្ចៀនមួយនេះវាពិតជាកំណប់ទ្រព្យដ៏អត់ប្រយោជន៍ខ្លាំងណាស់ក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលវាធ្លាក់ចូលទៅក្នុងចន្លងភ្នំបិសាចធ្លាក់ហើយវាក៏បានបញ្ចេញពន្លឺដ៏ចម្លែកមួយបើសិនជាអ្នកគេម្នាក់មានចិញ្ចៀនយីងនៅក្នុងដៃនឹងមិនខ្លាចអំពីការវាយប្រហារដោយពន្លឺនោះឡើយហើយបើសិនជាអ្នកគេមានចិញ្ចៀនយ៉ាងនៅក្នុងដៃច្បាស់ណាស់គឺអាចរៀបចំពន្លឺដើម្បីវាយប្រហារសត្រូវបានថែមទៀតហើយនៅកាលពីឆ្នាំនោះព្រឹទ្ធាចារ្យឆាងខុនប្រើនៅចិញ្ចៀននេះហើយទើបអាចរត់គេចចេញអំពីចន្លងភ្នំបិសាចធ្លាក់ដោយគ្មានរបួសសូម្បីតែបន្តិចនោះបន្ទាប់ពីស្ដាប់ព្រឹទ្ធាចារ្យលូវេយនិយាយហើយ Hanley គេក៏បានបញ្ចេញនៅចិញ្ចៀនមកដែលចិញ្ចៀនរបស់ Hanley គឺជាចិញ្ចៀនយីនមែនតើ Hanley គឺទទួលបានចិញ្ចៀននេះទាំងពីរក៏ប៉ុន្តែចំណាំក្រោយគេគឺមិនបានបង្ហាញចិញ្ចៀនយ៉ាងនោះឡើយដែលដឹងថាអ្នកទាំងពីរត្រូវការចិញ្ចៀនមួយនេះអញ្ចឹងហើយ Hanley គេក៏បានសួរពួកលោកត្រូវការចិញ្ចៀនមួយនេះដើម្បីទៅយកធ្វើអ្វីដែរទៅច្បាស់ណាស់ពួកគេគឺធ្លាប់សងព្រេងជាមួយនឹងគ្នាប្រកបជាបានស្គាល់គ្នាមួយចំនួនចឹងហើយព្រះអង្គម្ចាស់ណាឡុងក៏មិនបានលាក់ទៅកាន់ Hanley ដែរតាមពិតទៅខ្លួនក៏ផ្ទាល់គឺមានបំណងធ្វើដំណើរទៅកាន់ចន្លងភ្នំបិសាចធ្លាក់បែបនេះក៏ធ្វើឲ្យ Hanley មានការចាប់អានទិញទួញភ្លាមព្រឹទ្ធាចារ្យលូវេយក៏បានលោកមាត់មែនតើការទៅលើកមុនក៏យើងចង់ធ្វើដំណើរទៅជាមួយនឹងពួកឯងដែរក៏ប៉ុន្តែដោយសារតែប៉ារបស់យើងមានបញ្ហាអញ្ចឹងហើយទើបធ្វើឲ្យយើងមិនអាចចាក់ចេញទៅបានចំណាក៏ដោយ Hanley ដូចជាមិនសូវជឿប្រមាណនោះទេចន្លងភ្នំបិសាចធ្លាក់វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ហើយអ្វីទៅបានជាលោកនៅតែចង់ទៅដូច្នេះព្រះម្ចាស់ណាឡុងវិញក៏បានប្រាប់ទៅសម្លាញ់ហានណាពាក្យចាំបារាមវាគ្រាន់តែជាពាក្យចាំបារាមតែប៉ុណ្ណោះតាមពិតទៅវាគឺមិនបែបនេះទាំងស្រុងនោះទេមិនលាក់បានជាមួយនឹងឯងនោះទេតាមពិតទៅខ្ញុំគឺជាចំណងក្រោយរបស់ព្រឹទ្ធាចារ្យឆាងខុនខ្សែឈាមរបស់គាត់ប្រៀបដូចជាខ្សែដ៏វែងអន្លាយមួយដែលអាចដាស់ពេលណាក៏បានដែរក៏ប៉ុន្តែចំណាក៏ដោយគាត់នៅតែព្យាយាមចូលទៅកាន់ចន្លងភ្នំបិសាចធ្លាក់នេះក៏ដោយសារតែមានព័ត៌មានពាក់ព័ន្ធជាមួយនឹងកម្រិតទី5និយាយទៅអាចកំបាំងចន្លងភ្នំបិសាចធ្លាក់នឹងគឺអាចធ្វើឲ្យមនុស្សម្នាក់ឈានដល់កម្រិតទី5បានដែលវាគឺជាកម្រិតនៅក្នុងរឿងព្រេងនិទានដល់គ្នាបច្ចុប្បន្ននឹងគឺគ្មានណាគេអាចឡើងដល់កម្រិតនឹងនោះទេទទួលស្គាល់រឿងមួយនេះវាពិតជាពិបាកក៏ប៉ុន្តែនៅក្នុងនាមគេគឺជាចំណងក្រោយរបស់ព្រឹទ្ធាចារ្យឆាងខុនច្បាស់ណាស់បន្ទាប់បីជារាប់រយឆ្នាំរាប់ពាន់ឆ្នាំខ្លួនគេផ្ទាល់ក៏មិនអាចដោះលែងវាបាននោះដែរ Hanley លឺហើយគេក៏បានសួរចុះហេតុអីបានជាពួកលោកមិនបញ្ជូនសមាជិកបាក់ទៅជាមួយគ្នាដែរសមាជិកកាន់តែច្រើនអត្រាជោគជ័យគឺកាន់តែច្រើនដូចគ្នាប៉ុន្តែចំណាក៏ដោយចិញ្ចៀនមួយនេះគឺវាអាចការពារមនុស្សត្រឹមតែ3នាក់តែប៉ុណ្ណោះដើម្បីអាចចូលទៅក្នុងដោយសុវត្ថិភាពបានហើយលើពីនេះទៅទៀតបទពិសោធន៍ការទៅលើកមុនក្រៅពីឯងហើយនឹងសិស្សច្បងលោកខ្ញុំគឺមិនអាចទុកចិត្តអ្នកណាបានតទៀតនោះឡើយឬហើយ Hanley ក៏បានសួរបន្ថែមទៀតយ៉ាងតែពួកលោកចង់ធ្វើដំណើរចាប់តាំងពីពេលណាដែរទៅច្បាស់ណាស់ពេលវេលាជាក់ស្ដែងគឺមិនប្រកបនោះឡើយក៏ប៉ុន្តែជាទូទៅ50ឆ្នាំគឺវាអាចបើកច្រកលំហម្ដងក៏ប៉ុន្តែអញ្ចឹងនៅពេលបច្ចុប្បន្ននេះអាចថានៅសល់ប្រហែលជា4ឆ្នាំឯទៀតគឺវាបើកអីមានអីនៅសល់យូរដែរតើអញ្ចឹងក៏ខ្ញុំសូមគិតមើលសិនដល់ពេលនោះបើសិនជាខ្ញុំមិនទៅក៏ដោយក៏ខ្ញុំឲ្យពួកលោកខ្ចីអញ្ជើញទៅដែរបន្ទាប់ពីបំបីគ្នាហើយ Hanley ក៏បានធ្វើដំណើរមកដល់ទីកន្លែងមួយផ្សេងទៀតដែលបណ្ដា Hanley គិតបណ្ដាការបំបីទៅដល់កម្រិតទី4នេះវាពិតជាពិបាកខ្លាំងណាស់ហើយជំហានទៅមុខទៀតគឺកាន់តែលំបាកគុណតែម្ដងបែបនេះក៏ធ្វើឲ្យ Hanley មានការស្ទាក់ស្ទើរទាំងអស់នោះវាគ្រាន់តែជាពាក្យចាំបារាមតែអាចស័ក្តិសមឲ្យគេបន្ថយជីវិតដែរឬមួយក៏អត់ទៅសូមរំខានគ្នាយើងទៅអ្នកគ្នាកុំភ្លេចចុងសម្ព័ន្ធ Telegram admin អ្នកមួយទៅ free នោះទៅ link មាននៅក្នុង comment